ចាសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះដែរគឺនឹងខ្ញុំមកបង្ហាញពីរបៀបធ្វើម្ឆាទឹកដោះគោមានរសជាតិឈ្ងុយឆ្ងាញ់មិនឆ្អាបជាដំបូងគឺយើងត្រូវការជាមួយនឹងម្សៅម្ឆាសុទ្ធចំនួន5ក្រាមបន្ទាប់មកអ្នកទាំងអស់គ្នាបន្ថែមជាមួយនឹងទឹកក្តៅដាំពុះចំនួន50 ml ហើយយើងយកជាមួយនឹងម្ទេសឬក៏បងមានជាមួយនឹងឫស្សីគោម្ឆាបងប្រើជាមួយឫស្សីគោម្ឆាក៏បានដែរហើយសម្រាប់នេះខ្ញុំគឺនេះខ្ញុំប្រើជាមួយនឹងម៉ូទ័រតូចហ្នឹងគឺយកមកវាយមកដើម្បីឲ្យម្ឆារបស់យើងហ្នឹងរលាយសព្វចូលគ្នាបានល្អអត់មានដុំទេចាបងមានឫស្សីអាចយកឫស្សីគោក៏បានដូចគ្នាហើយបន្តមកទៀតនោះគឺដាក់ជាមួយនឹងកែវមកហើយកែវប្រើលេខ22ណាបងប្អូនចាហើយទឹកដោះគោស្រស់ហ្នឹងចំនួន100 ml ចាហើយសម្រាប់កែវក្រាត់ហ្នឹងតែ75 ml ទេចាំនេះខ្ញុំវាស់មកមួយហើយនេះខ្ញុំបន្ថែម25 ml ទៀតហើយសម្រាប់ម្ឆាដោះគោគឺយើងប្រើជាមួយនឹងទឹកដោះគោខាប់ណាទឹកដោះគោខាប់ហ្នឹងគឺប្រើក្នុងវីដេអូនេះគឺនឹងខ្ញុំប្រើតែ20 ml ទេសម្រាប់20 ml ហ្នឹងសម្រាប់ជាតិផ្អែមគឺ50%នៃជាតិផ្អែមអ្នកទាំងអស់គ្នាបើសិនជាចង់ផ្អែមអាចដាក់លើសនឹងឬក៏អត់សូវផ្អែមយកបន្ថយជាងហ្នឹងក៏បានដែរប៉ុន្តែចំនួន20 ml ហ្នឹងគឺ50%ហ្នឹងមិនផ្អែមពេកតែក៏មិនសាបពេកដែរគឺឡែមល្មមឆ្ងាញ់សម្រាប់ម្ឆាបើយើងធ្វើផ្អែមខ្លាំងពេកក៏ទ្រាំដែរអញ្ចឹងខ្ញុំគិតថាបរិមាណត្រឹមប៉ុណ្ណឹង50%ហ្នឹងគឺផ្អែមល្មមជាទូទៅគឺគេចូលចិត្តញ៉ាំរសជាតិផ្អែមប៉ុណ្ណឹងប៉ុន្តែបើសិនជាបងចូលចិត្តផ្អែមជាងហ្នឹងអាចបន្ថែមលើហ្នឹងក៏បានដែរចាហើយបន្ទាប់មកនោះគឺបន្ថែមជាមួយនឹងទឹកកកហើយចុងក្រោយហ្នឹងគឺបន្ថែមជាមួយនឹងទឹកម្ឆាដែលយើងបានវាយអំបញ្ញមិញហ្នឹងសម្រាប់ម្សៅម្ឆាហ្នឹងគឺខាប់ចាពេលដែលយើងវាយទៅឡើងនិយាយរួមទៅឡើងខ្ទិះហ្មងណាអ្នកទាំងអស់គ្នាសម្រាប់ម្ឆានេះគឺមានរសជាតិឆ្ងាញ់ឈ្ងុយម្ឆាឡាតេក៏ដែរម្ឆាដោះគោក៏ដែរអ្នកទាំងអស់គ្នាសំខាន់បំផុតគឺម្សៅម្ឆាដែលយើងយកមកប្រើត្រូវតែម្សៅម្ឆាសុទ្ធដើម្បីឲ្យភេសជ្ជៈរបស់យើងធ្វើទៅនឹងមានរសជាតិឆ្ងាញ់អញ្ចឹងវីដេអូគឺមានតែប៉ុណ្ណឹងសម្រាប់បងប្អូនដែលចូលចិត្តជួយ like និង share វីដេអូម្នាក់មួយផងអរគុណជួបគ្នាវីដេអូក្រោយ